សួស្តីបងប្អូនកាលពីវគ្គមុនគឺយើងបានសិក្សាអំពីអក្សរ C ចាហើយដាក់អក្សរ C នេះបងប្អូនប្រហែលជាអាចចេះសរសេរបានហើយដូចដែលadminបានបញ្ជាក់អញ្ចឹងគឺវាមានរៀងដូចលេខ0គ្រាន់តែថាវាអត់ជាប់គ្នាទេអញ្ចឹងបងប្អូនadminក៏បានបង្រៀនពីរបៀបសរសេររួចហើយនៅក្នុងមេរៀនមុនអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីអក្សរD ចាអញ្ចឹងអក្សរ D មានរូបរាងបែបណាតោះមកទស្សនាទាំងអស់គ្នានេះគឺអក្សរ D ចាអញ្ចឹងអក្សរ D គឺគេសរសេរបែបនេះបងប្អូនមើលឃើញហើយអត់ D គឺដកឆ្កែអញ្ចឹងមុននឹងរៀនដល់មេរៀនថា D ស្មើនឹងដកគឺឆ្កែហ្នឹងគឺយើងត្រូវសិក្សាឲ្យចេះថាតើអក្សរ D គេសរសេររបៀបម៉េចអញ្ចឹងតោះកុំឲ្យខាត់ពេលយូរទៅជាមួយនឹង admin ពីការរៀនសរសេរអក្សរ D តូចនិង D ធំទាំងអស់គ្នា Let's go អញ្ចឹងអក្សរ D តូចនិង D ធំបើរបៀបសរសេរបែបណាតោះដើម្បីកុំឲ្យខាត់ពេលទៅជាមួយនឹង admin ទាំងអស់គ្នាគឺបងប្អូនចាប់ផ្ដើមសរសេរបន្ទាត់បញ្ឈរណាគឺបញ្ឈរឲ្យត្រង់បែបនេះណាហើយបងប្អូនកោងមួយចំហៀងខាងនេះម្ដងការដែលអក្សរ D គឺបងប្អូនកោងទៅខាងនោះមែនទេហើយអត់មានគូសបែបនេះទេចំណែកអក្សរ D គឺបងប្អូនគូសបែបនេះហើយក៏បែបនេះតើអត់ចាអញ្ចឹងម្ដងទៀតណាគូសបន្ទាត់បញ្ឈរបន្ទាប់មកទៀតយើងចាប់ផ្ដើមទាញវាមកភ្ជាប់គ្នាជាលក្ខណៈបែបនេះគឺអក្សរ D អញ្ចឹងយើងសរសេរឲ្យបានច្រើនដងដូចដែលវីដេអូរបស់ admin បានធ្វើពីមុនអញ្ចឹងគឺយើងត្រូវសរសេរឲ្យច្រើនដើម្បីឲ្យយើងចាំបានថាអក្សរហ្នឹងគឺជាអក្សរអ្វីសរសេរបែបម៉េច A សរសេរយ៉ាងម៉េច B សរសេរយ៉ាងម៉េច D សរសេរយ៉ាងម៉េចអញ្ចឹងណាកុំឲ្យបងប្អូនមានការផ្លេចផ្លាំងអញ្ចឹងជារៀងការផ្លេចផ្លាំងមានតែការសរសេរប៉ុណ្ណោះឯងហើយសរសេរឲ្យបានច្រើនវាជាចំណេះដឹងរបស់យើងអញ្ចឹងបងប្អូនអក្សរ D ធំណា D ធំគឺសរសេរបែបនេះបងប្អូនទាំងអស់គ្នាយល់អត់បើមិនយល់ទេអាច comment នៅខាងក្រោមវីដេអូរបស់ admin ណាចាំ admin នឹងបញ្ជាក់អញ្ចឹងអក្សរ D ធំมันពិបាកនៅក្នុងការសរសេរទេគឺសរសេរបែបនេះអញ្ចឹងក្រោយពេលដែលបងប្អូនបានសិក្សាអក្សរ D ធំហើយក៏ admin ជឿជាក់យ៉ាងមុតមមថាបងប្អូនទាំងអស់គ្នាប្រកាសជាចេះសរសេរហើយអញ្ចឹង admin សូមសរសេរមួយតួទៀតណាគឺគូសពីលើមកក្រោមបែបនេះហើយក៏ដាក់សក់ទាញមកបែបនេះមកណាឲ្យជុំគ្នាមកគឺកើតអក្សរ D ហើយអញ្ចឹង admin សង្ឃឹមយ៉ាងមុតមមថាបងប្អូនទាំងអស់គ្នាប្រកាសជាចេះសរសេរហើយអញ្ចឹង admin នឹងបន្តជាមួយនឹងបងប្អូនជាថ្មីម្ដងទៀតជាមួយអក្សរ D តូចដាក់ D តូចនេះផងដែរបងប្អូនចាំមើល admin ឲ្យច្បាស់ណាថាសរសេរយ៉ាងណាអញ្ចឹងបងប្អូនចាប់ផ្ដើមគឺយើងចាប់ផ្ដើមគូសបែបនេះណាលើកឡើងទៅលើហើយក៏ទម្លាក់ជើងចុះបន្តិចបែបនេះយើងអានថាអក្សរ D តូចអញ្ចឹងម្ដងទៀតណាគឺយើងគូសរង្វង់បែបនេះហើយអូសទៅលើត្រង់ណាហើយក៏ទម្លាក់កន្ទុយវាបែបនេះបន្តិចគឺការ D តូចហើយយើងអាចធ្វើបែបនេះបងប្អូនរៀនសរសេរឲ្យច្រើនមក admin បញ្ជាក់បងប្អូនតែប៉ុន្មានតួទេចំណែកឯបងប្អូនវិញ admin សង្ឃឹមថាបងប្អូននឹងសរសេរបានច្រើនជាង admin ហើយស្អាតជាង admin អញ្ចឹងណាអញ្ចឹងបន្ទាប់ពីការសរសេរនេះមក admin នឹងបង្រៀនបងប្អូននៅការសរសេរឲ្យលម្អិតបន្ទាប់ដើម្បីឲ្យបងប្អូនមានចំណេះនិងជំនាញច្បាស់លាស់អញ្ចឹងអក្សរ D ធំទី1បងប្អូនត្រូវគូសពីលើនេះចាគឺគូសពីលើចុះមកដល់ក្រោមនេះគឺលេខ2ហើយបន្តមកទៀតបងប្អូនគឺចាប់ពីនេះមកម្ដងណាគឺត្រង់នេះលេខ3គឺយើងត្រូវគូសមកហើយឲ្យជាប់នៅក្រោមនេះគឺលេខ4គឺចាប់ត្រឹមប៉ុណ្ណឹងណាហើយចំណែក D តូចវិញគឺចាប់ផ្ដើមដំបូងគឺបងប្អូនយកពីត្រង់នេះគឺត្រង់នេះលេខ1គឺបងប្អូនអូសមកខាងនេះមកហើយភ្ជាប់មកខាងក្រោមនេះ
អញ្ចឹងតាមនេះលេខ2ណាហើយយើងអូសឡើងទៅលើឲ្យដល់លើនេះតែម្ដងតាមនេះលេខ3ហើយបន្តមកទៀតបងប្អូនអាចទាញកតុយវាមកបន្តិចទៀតគឺត្រង់នេះគឺលេខ4អញ្ចឹងនៅក្នុងអក្សរ D នេះគឺមានតែប៉ុណ្ណេះទេហើយ admin សង្ឃឹមយ៉ាងមុតមមថាបងប្អូននឹងរៀនសរសេរឲ្យចេះហើយសរសេរឲ្យច្រើនសន្លឹកទាំងអក្សរ D ធំនិង D តូចដើម្បីឲ្យបងប្អូនអាចចេះហើយក៏ចាំដៃអាចបន្តការសិក្សានៅអក្សរអីដែរបងប្អូនបន្ទាប់ពីអក្សរ D ចាគឺអក្សរ E អញ្ចឹងបងប្អូនត្រូវរៀនសរសេរអក្សរ D ឲ្យចេះសិនណាបន្តមកទៀតចាំយើងចូលអក្សរ E ជាថ្មីហើយយើងនឹងបន្តទៅមុខជាមួយនឹងមេរៀនទាំងអស់គ្នាអាចមានសង្ឃឹមថាបងប្អូននឹងសរសេរអក្សរ D នេះឲ្យចាំហើយឲ្យចេះណាអូខេជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងមេរៀនថ្មីអរគុណបាយបាយ